ថ្ងៃនេះខ្ញុំមកចែកក្បាច់ពិសេសធំចំនួន3យ៉ាងសម្រាប់អ្នកគាត់ចេះកែ color តិចឬក៏ទៅចាប់ផ្ដើមកែ color នៅក្នុងកម្មវិធី DaVinci ចំណុចសំខាន់ទី1មុនគេបង្អស់យើងត្រូវមើល input ហើយនិង output វាដាក់ឲ្យបានត្រឹមត្រូវមិនបានយើងចេះតែដាក់ input output រហូតអញ្ចឹងយើងអត់ចង់ដាក់បានអត់ចង់ដាក់បានដែរប៉ុន្តែតោះតែយើងប្រើកាមេរ៉ាទូរស័ព្ទបើសិនជាថតកាមេរ៉ាទូរស័ព្ទមក color ស្រាប់យើងមិនបាច់មានអាពីរនេះទេយើងមិនបាច់មាននេះទេអញ្ចឹងសម្រាប់កាមេរ៉ាទូរស័ព្ទយើងប្រើតែមួយ note ក៏បានឬក៏ពីរ note ក៏បានដែរតែបើយើងមាន plug in real skill ទៀតយើងប្រើតែ note គឺគ្រប់គ្រាន់ហ្មងអានោះសម្រាប់ទូរស័ព្ទឧទាហរណ៍ថាឥឡូវខ្ញុំ note មួយដាក់ phone ចុះឧទាហរណ៍ថាកាមេរ៉ាទូរស័ព្ទវានឹងចេញអញ្ចឹងប៉ុន្តែរបៀបកែក្នុងកុំព្យូទ័រយើងអត់កែរបៀបអញ្ចឹងទេវាធ្វើឲ្យអត់ស្អាតយើងត្រូវផ្ដាច់ lock វាសិនហើយបន្ទាប់មកយើងបង្កើត note មួយទៀតមកយើងដាក់ output មកអូខេអញ្ចឹងចំណុចសំខាន់ទី1ដំបូងគេបង្អស់ដែលអ្នកទាំងអស់គ្នាត្រូវតែធ្វើឲ្យបានត្រឹមត្រូវគឺទាញ color space transform ចូលមកទី2មកហើយបន្ទាប់មកយើងបញ្ជាក់ថានេះកាមេរ៉ាដែលយើងថត profile យើងថត profile S-Log 3ហើយជាមួយនឹង gamut gamut 3 sin ហើយអានេះ input gamma នេះខ្ញុំយក S-Log 3មកព្រោះឲ្យយើងថតក្នុងកាមេរ៉ា Sony S-Log 3ហើយនឹង output ចេញមកយក DaVinci Y gamut ហើយនឹង DaVinci intermediate បន្ទាប់មកយើង output វាចេញមកយើងយក DaVinci Y gamut input gamma នេះយើងយក DaVinci intermediate output color space យើងបញ្ចេញមក color H709 color standard របស់ video ទូទៅហើយបន្ទាប់មកយើងយក gamma 2.4 អញ្ចឹងសម្រាប់អានេះគឺចំណុចសំខាន់ទី1យើងត្រូវធ្វើប៉ុណ្្នឹងសិនហើយចំណុចសំខាន់ទី2ឥឡូវខ្ញុំមកប្រើជាមួយនឹង plug in real skill អញ្ចឹងខ្ញុំមកបង្កើត node មួយទៀតមកខ្ញុំដាក់ real skill ដូរឈ្មោះមកអូខេអញ្ចឹងសម្រាប់ខ្ញុំចង់បញ្ជាក់ឡើងនេះតិចដោយសារតែកន្លែងនេះរហូតដល់វាមាន enable tone mapping អញ្ចឹងបើសិនជាឧទាហរណ៍ថាកន្លែងនេះអត់ tick ហើយកន្លែងនេះយើងត្រូវដោះ tick វាសិនឧទាហរណ៍ថាឥឡូវនៅក្នុងកម្មវិធី DaVinci វាមាន scene របស់វាដែរនេះ tone mapping នេះអញ្ចឹងយើងយក nan មកកុំឲ្យវាពីរតង់យើងយក nan មកយើងយក nan ណែមកអញ្ចឹងកុំឲ្យវាពីរតង់យើងប្រើតែមួយតង់បានហើយអា tone mapping ហ្នឹងអញ្ចឹង tone mapping យើងបើកមកនេះបើកមកវា soft ជាងមុននេះឃើញទេមិនបានវា soft ជាងមុននៅពេលដែលយើងអត់ប្រើ tone mapping ថតមកវានឹង highlight ខ្លាំងវា clip វាធ្វើឲ្យ highlight របស់យើងខ្លាំងពេកមើលមកដិតហ្មងមើលមកឆេះអានេះដោយសារតែវាយប់វាអត់ឃើញឆេះប៉ុន្តែនៅពេលដែលយើងថតឃើញថ្ងៃឃើញមេឃវានឹងឆេះខ្លាំងអញ្ចឹងគេប្រើ tone mapping នេះដើម្បីធ្វើឲ្យ highlight ទាំងអស់ហ្នឹងគឺវា soft មកវិញនេះវា soft មកវិញទេវាមើលមកវាអត់ឆេះទេវាមើលមកស្មើស្អាតហ្មងហ្នឹងហើយអញ្ចឹងចំណុចសំខាន់ទី2គឺខ្ញុំចង់បញ្ជាក់ឡើងហ្នឹងតិចឲ្យរឿង tone enable tone mapping នេះហើយចំណុចសំខាន់មួយទៀតនៅក្នុង plugin គេទៅតែបង្កើតទៅតែបន្ថែម option ថ្មីគឺ split tone ហើយនេះគឺ split tone គឺសាហាវនេះទាញពណ៌សាហាវបានន័យថាវាមានពីរពណ៌លឿងចូល highlight ហើយនិងពណ៌រាងខៀវចូល shadow អញ្ចឹងនៅពេលដែលយើងទាញនេះនៅពេលដែលយើងទាញមកឃើញទេកន្លែងណា highlight វានឹងចេញពណ៌លឿងហើយកន្លែងណាដែល shadow វានឹងចេញពណ៌ខៀវនេះឃើញរាងខៀវតែដោយសារនេះវាលងិតវាមើលអត់សូវឃើញអញ្ចឹងវាអត់សូវចេញទេជាមួយខ្ញុំរកស៊ីនណាផ្សេងអូខេចឹងនេះចុះ tone mapping tone density នេះ split tone នេះឃើញទេអញ្ចឹងរាល់កន្លែងណាដែលជាតិខ្មៅគេហៅ shadow ហ្នឹងនៅពេលដែលយើងទាញឡើងទៅវាចេញខៀវវាបែករាងខៀវចេញមក cinematic ស្អាតហ្មងហើយកន្លែងណាយើង highlight វាបែកលឿងឃើញទេវាបែកលឿងអញ្ចឹងចំណុចសំខាន់ទី2គឺអានេះហើយចំណុចសំខាន់ទី3គឺរបៀបកែ color ទាំងមូលតែម្ដងអញ្ចឹងឥឡូវខ្ញុំចាប់ដើមពីលើមកវិញបន្ទាប់មកយើងយក tone នេះ temperature នេះយើងអាចទាញវាយ៉ាង warm យើងបន្តិចមកដើម្បីឲ្យវាចេញមក cool ស្អាត warm ស្អាតមិន cool ស្អាតទេច្រឡំ thin ទាញវាបន្តិចតួចមក dark lift ពន្លឺរបស់ពណ៌ exposure គឺពន្លឺទាំងអស់មិនថា highlight មិនថា shadow គឺវាទៅទាំងអស់ contrast បើសិនជាវីដេអូយើង contrast ស្រាប់ហើយយើងមិនបាច់ឡើងខ្លាំងពេកទេបន្តិចតួចទៅបានហើយ tone compression បានន័យថាវានឹងបំលែងរូបភាពរបស់យើងទាំងអស់ហ្នឹងឲ្យវាមក balance គ្នាវិញបានន័យថាបើសិនជារូបនឹង contrast ខ្លាំងពេកឬក៏ background contrast ខ្លាំងពេកវានឹង balance ឲ្យ contrast ហើយនឹង object របស់យើងហ្នឹងគឺមកប៉ុនគ្នាវិញបើវាថាប៉ុនគ្នាបើវា contrast ប៉ុនគ្នា shadow កន្លែងណាដែលឡើងគឺវាតម្លាក់ shadow range ខ្ញុំនៅតែស្រឡាញ់ហ្នឹងដោយសារតែវាតម្លាក់បាន2តង់ វាអត់ធ្វើឲ្យរូបយើងឆេះមើលទៅខ្លោចឬក៏ដុំទេ
shadow highlight នេះខ្ញុំឡើងតិចមកដើម្បីបំបត្តិអា background នឹងក្រោយនេះឃើញទេអញ្ចឹងឡើងវាភ្លឺមកក៏ស្អាតដែរ highlight rank នេះដោយសារតែក្នុងនេះវាអត់សូវមាន highlight rank អញ្ចឹងទាញទៅអត់ទៅទេបើសិនជាភ្លឺថ្ងៃអាចឃើញហ្នឹង mà xong lại nó hiện lôi đi mất á sao xong đâu lôi thôi quay lại nó phải lôi á bong chạy khơi ai bong xe bắt khơi bong chạy